តាមជាថ្មីនៅក្នុងនេតិនេះអត្ថបទស្ដីអំពីសៀមទិញអាវុធចូលច្រើនណាស់បាទសៀមទិញអាវុធចូលច្រើនដែលព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃទី24មករានេះដែលផ្សាយដោយកាសែតមានប្រភពជាមួយបកកុម្មុយនីសចិនថ្ងៃ24មករាឆ្នាំ2026ដាក់ចំណងជើងថាទោះបី Thailand ជាបកពួកជាមួយអាមេរិកក៏ដោយថៃជាប្រទេសមួយដែលបានទិញសព្វាវុធយុទ្ធោបករណ៍ចិនច្រើនទីក្រុងបាងកកនៅពេលថ្មីនេះទើបនឹងទិញបន្ថែមនៅរថក្រោះកាំជ្រួចនាវាចម្បាំងនិងនាវាមុជទឹកពីប្រទេសចិនទោះបីថៃជាសម្ព័ន្ធជាមួយអាមេរិកក៏ដោយក៏សព្វាវុធដែលផលិតដោយប្រទេសចិនត្រូវបានប្រទេស Thailand ទិញចូលច្រើនអ្នកវិភាគបានមើលឃើញថាកងទ័ពថៃទើបនឹងបានចុះកងត្រាទិញរថពាសដែកផលិតនៅប្រទេសចិនប្រភេទ VN1 ជាទឹកប្រាក់ចំនួន 1000 លានបាតដែលប្រភេទរថពាសដែក VN1 ចំនួន20គ្រឿងនឹងដឹកមកដល់ប្រទេសថៃឡង់ឆាប់រួមទាំង VN1 100គ្រឿងទៀតត្រូវចុះកងត្រាទិញរួចទៅហើយដែលចិននឹងដឹករថពាសដែកចំនួន100គ្រឿងឲ្យកងទ័ពថៃកងត្រាដែលបានចុះហត្ថលេខាថ្ងៃ12មករាឆ្នាំ2026នេះរវាងឧត្តមសេនីយ៍ឯកណដ្ឋពន្ធខ្វាមយ៉ាមនាយសេនាធិការកងទ័ពជើងគោកថៃទទួលបន្ទុកផ្នែកនាយកដ្ឋានទិញដូរយុទ្ធោបករណ៍បានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុនចិន China North Industry Group Corporation Norinco លើការទិញរថពាសដែកប្រភេទ VN1 ចំនួន120គ្រឿងដែល20គ្រឿងដឹកមកដល់ប្រទេសថៃឡង់ហើយនៅ100គ្រឿងទៀតថៃក៏បានទិញកាំភ្លើងធំជាច្រើនណាស់រួមទាំងការទិញកាំជ្រួចសម្រាប់បាញ់ពីផ្ទៃរាបទៅកាន់ផ្ទៃរាប surface to surface បន្ថែមទៀតក្នុងពេលដែលប្រទេសថៃឡង់កំពុងតែយកចិត្តទុកដាក់ពិនិត្យមើលគ្រឿងសម្ភារៈទ័ពដទៃទៀតដូចជាប្រព័ន្ធរថពាសដែក VN16 ប្រព័ន្ធកាំជ្រួចបាញ់យន្តហោះទុន FK3 និងប្រព័ន្ធកាំជ្រួចសម្រាប់បាញ់នាវាចម្បាំងប្រភេទ 071E ជាដើមនិងកំពុងតែចាប់អារម្មណ៍ទិញកាំភ្លើងវែងស្វ័យប្រវត្តិសម្រាប់ទាហានថៃប្រើប្រភេទ QBZ 191និងប្រភេទ QBZ 195T សម្រាប់កងទ័ពពិសេសរបស់ថៃការទិញដូរនេះកំពុងតែធ្វើឡើងហើយប្រទេសថៃមានផែនការចង់ឲ្យប្រទេសចិនដឹកអាវុធនិងយុទ្ធោបករណ៍ delivery ទៅឲ្យថៃឲ្យបានលឿនជាទីបំផុតព័ត៌មានបានឲ្យដឹងទៀតថាថៃបានបន្តបញ្ជូនក្រុមទាហានអ្នកទិញសព្វាវុធឲ្យទៅជួបក្រុមហ៊ុនអ៊ីស្រាអែលដើម្បីទិញកាំភ្លើងប្រភេទ155មីលីម៉ែត្រគ្រាប់ hot visor កាំភ្លើងធំខ្លោងដើម្បីនឹងយកមកប្រើប្រាស់សម្រាប់កងទ័ពថៃក៏កំពុងតែចរចាទិញកាំជ្រួចប្រភេទ350មីលីម៉ែត្រដែលបាញ់ដាក់បន្ទាយកមកប្រើប្រាស់ផងដែរហើយក្រុមទាហានថៃមួយក្រុមតូចបានធ្វើដំណើរទៅប្រទេសវៀតណាមដែលកំពុងតែចរចាទិញកាំជ្រួចវៀតណាមស្ងាត់ដែលវៀតណាមផលិតដោយខ្លួនឯងហៅថា Vietnam Cruise Missile VCM1 ជាការពិតកាំជ្រួចថ្មីនេះវៀតណាមមិនទាន់ដាក់លក់ទេតែវៀតណាមបានឲ្យថៃដឹងថាគេអាចលក់កាំជ្រួចនោះឲ្យថៃចំនួន30ដើមហើយនឹងអាចចុះកងត្រាសហការជាមួយថៃនិងផ្ដល់ជាបន្តបន្ទាប់ឲ្យថៃអាចបានទទួលកាំជ្រួច VCM1 ហ្នឹងដល់ទៅ125ដើមនេះគឺជាចំណុចសំខាន់នៃការទិញសព្វាវុធដែលថៃបានចរចាទិញឲ្យកងទ័ពរបស់ខ្លួន